Facebook ហ៊ានដាក់តែមិនស្រួលគេពមៀនដល់រហូតដល់គេផ្ដាច់ TikTok ក៏ដូចគ្នាដែរសារពមៀនរបស់គេចេញមកហេតុអីបានយើងព្រមធ្វើហេតុអីបានយើងព្រមធ្វើក្រសួងកិច្ចការនារីនាំមុខធ្វើរឿងនាំមុខធ្វើរឿងហ្នឹងដាក់បណ្ដឹងទៅហើយបើតុលាការមិនព្រមធ្វើអានឹងទៀតគឺតុលាការនោះគឺខ្ញុំគិតថាតុលាការគាត់ធ្វើខ្ញុំនិយាយទៅកាន់តុលាការសូមតុលាការជួយចាត់ចែងទៅលើសំណុំរឿងទាំងឡាយនៃការរំលោភសិលធម៌សង្គមពីសំណាក់ជនទាំងឡាយណាដែលបំផ្លាញសេចក្តីថ្លៃថ្នូរសិលធម៌សង្គមរបស់យើងព្រោះរឿងនេះសិតតែមានគោលការណ៍ខ្ញុំនិយាយcònតែសូម្បីតែបច្ចេកទេសមិននិយាយអីច្រើនទេនិយាយតែរឿង AI និយាយរឿង Facebook និយាយរឿង TikTok សិតតែមានគោលការណ៍របស់គេcònតែឈាមមានឈាមប្រាប់ឈាមអី TikTok វាអត់ព្រមឲ្យបង្ហោះ TikTok វាអត់បង្ហោះហើយបើ AI អានោះគឺទៅបោះមកគឺទីគាត់តែចង់ឲ្យអាសក់សរបស់យើងទៅជាសក់ខ្មៅវាអត់ព្រមធ្វើឲ្យវាមានគោលការណ៍របស់វាហើយយើងនេះរហូតទៅដល់ប្រហែលថ្ងៃបើខ្ញុំមិនចេញបញ្ជាទេខ្ញុំទោះបីថាយ៉ាងម៉េចក៏ដោយខ្ញុំនៅតែមានសិទ្ធិកែលោនាយករដ្ឋមន្ត្រីមើលមិនឃើញរដ្ឋមន្ត្រីមើលមិនឃើញប៉ុន្តែនៅពេលដែលខ្ញុំមើលអានោះខ្ញុំទទួលអត់បានទេខ្ញុំហើយប្រាប់ទៅស្នងការហៅមកនៅបានមកយប់ពីម្សិលព្រោះហើយយប់ចូលព្រោះស្អីបាត់ល្មើសជាក់ស្ដែងគេហៅពេលណាក៏បានដែរបាត់ល្មើសជាក់ស្ដែងនៅក្នុង Facebook របស់ខ្លួននឹងអានោះបាត់ល្មើសជាក់ស្ដែងហើយជេរបចោនៅក្នុងហ្នឹងហឹកស្រាច់ទៅជេរអាក្រក់ខ្ញុំសឹកថាយកអាហ្នឹងមកព្រោះពេលហ្នឹងខ្ញុំផ្ញើទៅឲ្យជួននរិនវាហួសហេតុពេកតែយើងអាចទទួលយកបានទេអាចទទួលយកបានវាហួសជ្រុលព្រោះហើយក្រសួងកិច្ចការនារីគឺបានត្រឹមមកនេះព្រោះឥឡូវហ្នឹងស្ថាប័នជាតិតាអស់ហើយចវាយខេត្តតាហើយថាចវាយខេត្តចោះកត់គ្មាននេះប៉ុន្តែអានឹងគួរតែត្រូវមើលដោយស្ថាប័នប្រវត្តិវាទៅហួសពីក្រមសីលធម៌អញ្ចឹងទេមហាផ្ទៃក៏ចាត់ការបាននគរបាលយុទ្ធធរក៏ចាត់ការបានភ្លាមយករបស់កពោះភ្លាមមើលកុំថាផ្ដាច់ការបើចង់និយាយវាផ្ដាច់ការទៅប្រាប់ពួក Facebook ប្រាប់ TikTok និងប្រាប់ AI វាក៏មានគោលការណ៍របស់វាហើយយើងមិនគុំធ្វើ